ចាជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាចាហើយបងប្អូនណាខ្លះដែលគាត់ភ្លេច password Facebook ចាសូមលើកដៃមួយថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាអំពីការឆែកមើល password Facebook ដែលយើងបានដែលយើងមិនចាំអីចឹងណាបងប្អូនហើយយើងមិនបាច់នេះឆែកច្រើនតែធ្វើតាមតែវិធីខ្ញុំទៅងាយរកឆាប់បានហ្មងហើយបងប្អូនបាច់ចាំចោលឆែកក្នុង Facebook យើងទេហើយក្នុង Facebook យើងធានាថាឆែកអត់ឃើញទេមកបងប្អូនចង់ឆែកឃើញបាន 100% ហ្នឹងគឺបងប្អូនចូលមកតាមខ្ញុំមកយើងអត់ចាំបាច់ចូលឆែកក្នុង Facebook អញច្រើនទេយើងចូលគ្រាន់តែចូលក្នុង Google របស់យើងហ្នឹងគឺបានតែងាយចឹងកុំឲ្យបងប្អូនខាតពេលយូរតោះបងប្អូនចូលទៅមើលជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Google យើងនេះមកហើយបន្តមកទៀតបងប្អូនឃើញនៅខាងលើនេះនោះដោយសារតែទូរស័ព្ទខ្ញុំទូរស័ព្ទ iPhone ហើយវាទំអាប់ដេតបើបងប្អូនខ្លះគាត់មានសញ្ញាត្រេ3នៅខាងលើទូរស័ព្ទបងប្អូនខ្លះ Android វាមានត្រេ3ខាងលើតែសម្រាប់ខ្ញុំទំអាប់ដេតអញ្ចឹងទៅ Google អីហ្នឹងវាថ្មីអញ្ចឹងណាហើយបងប្អូនចូលមកដល់បងប្អូន scroll មកខាងក្រោមហ្នឹងបងប្អូនអូសមើលខាងក្រោមហ្នឹងដែលវាមានពាក្យថា password ហើយបើសម្រាប់បងប្អូនទូរស័ព្ទបងប្អូនដែលវាមានអក្សរខ្មែរក៏វាដាក់ដែរបងប្អូនដាក់លេខកូដនេះអញ្ចឹងណាបងប្អូនរកមកតាមខ្ញុំហ្នឹងមកចុចលើវាហ្នឹងមកហើយខាងក្រោមនេះបងប្អូនឃើញស្រាប់ហើយវាមានGoogle email Facebook Instagram អានេះគឺខ្ញុំវានៅក្នុងហ្នឹងទាំងអស់ហើយតែយើងដាក់លេខទូរស័ព្ទទៅយើងគ្រាន់តែចូលមកដល់យើងឃើញFacebook យើងអីក្នុងហ្នឹងឯងហើយបងប្អូនបើចង់ដឹងបងប្អូនគ្រាន់តែចុចនៅលើ Facebook ដែលយើងបានដាក់លេខទូរស័ព្ទហ្នឹងទៅវាចេញលេខកូដ password យើងអូតូមកឲ្យបងប្អូនបើមកចូលទៅរកអីញ៉ៃទេនេះបងប្អូនគ្រាន់តែចុចចឹងមកវាឃើញលេខកូដយើងនៅក្នុងនឹងស្រាប់ហើយសម្រាប់ខ្ញុំនេះខ្ញុំអត់បង្ហាញទេដោយសារតែវាគឺជាលេខកូដ Facebook របស់ខ្ញុំហើយបងប្អូនមិនបាច់រកអីវែងឆ្ងាយទេធ្វើទៅតាមខ្ញុំទៅវិធីងាយស្រួលហើយអានេះអ៊ីមែលរបស់ខ្ញុំដែលយើងគ្រាន់តែចូលមកដល់ឃើញវិធីងាយហៅឃើញមិនដោយមិនពិបាកចឹងបងប្អូនដែលក៏អត់ទាន់ដឹងសាកធ្វើតាមវិធីខ្ញុំនៅងាយទេបងប្អូនហើយបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមបានខ្ញុំប្រាប់អ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំចេះទៅបងប្អូនអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនារហូតដល់ចប់បើសិនជាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនកុំភ្លេចជួយចុច subscribe like comment ដល់ channel ខ្ញុំម្នាក់មួយផងណាអរគុណបងប្អូនចាបាយបាយជម្រាបលា